រថយន្តស៊េរីទំនើបមួយគ្រឿងបាក់លឿនជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើមរុញខ្ទប់នឹងរង្វង់មូលបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំនារីម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿនក៏រេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមរុញទៅខ្ទប់នឹងរង្វង់មូលបណ្ដាលឲ្យរថយន្តខូចខាតយ៉ាងដំណំហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង 1:30 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី 7 ខែសីហាឆ្នាំ 2026 ស្ថិតនៅលើផ្លូវ OCIC ក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញបើតាមការបញ្ជាក់ពីកន្លែងកាត់ហេតុបានឲ្យដឹងថានៅមុនពេលកាត់ហេតុគេឃើញរថយន្តស៊េរីទំនើបពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ PCE 5669បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ OCIC ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកាត់ហេតុខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមរួចបន្តទៅបុកខ្ទប់នឹងរង្វង់មូលទៅមុខលេងរួចរងការខូចខាតយ៉ាងដំណំសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរងចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយពីនាងខ្ញុំចន្ទ្រា TV5 Online News